សួរបង Hello បងថ្ងៃនេះយើងទៅណាឥឡូវយើងកំពុងតែធ្វើដំណើរចេញពីភ្នំពេញទៅកាន់ខេត្តកាចាស់ដើម្បីធ្វើមូលនិធិសប្បុរសធម៌នៃមហាវិទ្យាល័យភាសាបរទេសរបស់យើងបងដំណើរការ charity trip យើងទៅកូដាណាហើយយើងធ្វើមកទៀតបាទសួស្តីនៅក្នុងដំណើររបស់យើងទៅនេះគឺប្រព័ន្ធទី1សំខាន់គឺយើងត្រូវទៅធ្វើ charity ជាសប្បុរសធម៌ជាមួយនឹងខាងសាលាអនុវិទ្យាល័យក្រយងសែនជ័យនៅខេត្តកញ្ចេះជាដែនខេត្តកញ្ចេះហើយចំពោះខ្ញុំផ្ទាល់គឺមាន purpose មួយទៀតគឺខ្ញុំទៅរកគូព្រេងអរគុណច្រើនបងបាទជំរាបសួរនិងសួស្តីដល់អ្នកគ្នាយើងខ្ញុំជាក្រុមនិស្សិតមកពីសាកលវិទ្យាល័យគ្រប់គ្រងមហាវិទ្យាល័យភាសាបរទេសហើយថ្ងៃនេះដែរយើងខ្ញុំមានកម្មវិធី Charity Trip កម្មវិធីសប្បុរសធម៌ទៅកាន់វិទ្យាល័យនៅតំបន់ដាច់ស្រយាលមួយដែលស្ថិតនៅក្នុងខេត្តកញ្ចេះនៅក្នុងស្រុកស្នួលគឺវិទ្យាល័យក្រញូងសែនជ័យយើងធ្វើដំណើរពីភ្នំពេញទៅដល់ខេត្តកញ្ចេះដែលប្រើរយៈពេលយូរដែរតែអត់បានខុសត្រូវទុកហើយជានៅក្នុងឱកាសនេះដែរក្រុមយើងខ្ញុំក៏បានផលិតយកវីដេអូបន្តិចតួចទុកធ្វើជា vlog កម្រងឧស្សាហ៍រីហើយនេះគឺជាសកម្មភាពថ្ងៃទី1នៅពេលដែលពួកយើងទៅដល់សាលាភ្លាមពួកយើងក៏ចាប់ផ្ដើមដើរទស្សនកិច្ចសាលាដែលមានការទទួលពីគណៈគ្រប់គ្រងសាលាយ៉ាងកក់ក្ដៅផងដែរបន្ទាប់មកក៏យើងក៏បានធ្វើការដាំដើមឈើដែលមានចំនួន100ដើមដែលជាការឧបត្ថម្ភពីអ្នកគ្រូដែលបានដឹកនាំគម្រោងនេះWe sing, we dance, we laugh, we are happy every day. Have fun with us, let's say happy, 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 happy. Happy, happy, happy. គឺហើយនឹងមួយទៀតក៏មានអីតិចតួចជូនគណៈគ្រប់គ្រងសាលាទី6រៀនឲ្យបានច្រើនមិនមែនរៀនឲ្យបានច្រើនតែខ្លះរៀនមួយថ្ងៃពី10ម៉ោងតែត្រឡប់ទៅផ្ទះវិញឲ្យបានអីសោះអញ្ចឹងយើងរៀនមិនបកកែរៀនមិនតែត្រូវរៀនឲ្យបកកែអញ្ចឹងយើងជាបទពិសោធន៍ដែលបងគាត់ឆ្លងកាត់ឲ្យគាត់ចែកចម្លែកដល់ហ្នឹងហើយទាំងអស់នេះគឺជាសកម្មភាពសម្រាប់ថ្ងៃទី2បន្ទាប់ពីសម្រាប់មួយយប់នៅខេត្តកញ្ចេះពេលព្រឹកព្រលឹមពួកយើងក៏ប្រញាប់សស្រុបអាហារហើយទៅសាលាគោលដៅវិទ្យាល័យក្រញូងសែនជ័យពេលត្រង់នោះរៀងបើកពន្លឺថ្ងៃដែរបន្ទាប់មកគណៈគ្រប់គ្រងសាលាក៏បានធ្វើការសម្ដែងសម្ដាលជាមួយនឹងពួកខ្ញុំជាមួយសិស្សនិស្សិតឌីនក៏បានឡើងធ្វើមតិស្វាគមន៍និងចែកនៅបទពិសោធន៍បន្ទាប់មកប្រធានក្រុមក៏បានចែកតាមក្រុមតាមថ្នាក់ដែលយើងមានសកម្មភាព sharing session ការចែកនៅបទពិសោធន៍ពីក្រុមនិស្សិតទៅដល់សិស្សប្អូនដែលមានប្រធានបទជាច្រើនដូចជាការដែលយើងត្រូវអានបន្តការសិក្សាបន្តក្តីសង្ឃឹមការត្រៀមប្រឡងបាក់ឌុបហើយជាច្រើនទៀតជាងទៅតាមអាហារូបករណ៍ដែលសិក្សាតែជាប្រធានបទដែលមានប្រយោជន៍សម្រាប់សិស្សនិស្សិតដោយសារសិស្សនិស្សិតនៅតាមតំបន់ដាច់ស្រយាលពួកគាត់មិនសូវទទួលបានព័ត៌មានច្បាស់លាស់ឬក៏ពេញលេញទាក់ទងនឹងការសិក្សារៀនសូត្រនៅមហាវិទ្យាល័យឬក៏រឿងអាហារូបករណ៍ផ្សេងៗទេដែលនេះគឺជាសកម្មភាពមួយដ៏សំខាន់ដែលយើងក្នុងនាមជានិស្សិតដែលបានរៀនបានឆ្ងាយជាងពួកគាត់គឺមានគ្មានអ្វីក្រៅពីជួយចែករំលែកបទពិសោធន៍ដែលមានដើម្បីជាការលើកទឹកចិត្តក៏ដូចជាបង្ហាញផ្លូវខ្លះដល់ពួកគាត់ផងដែរហើយនៅក្នុងថ្ងៃនេះក៏យើងបន្ទាប់ពី sharing session ក៏យើងមានសកម្មភាពការលេងកីឡាការថតរូបបញ្ចប់ហើយពួកខ្ញុំក៏ត្រឡប់មកវិញទៅបាននិយាយពីអារម្មណ៍ចំពោះក្រុមការងារនិស្សិតយើងវិញគឺពិតជាមានមោទនភាពហើយមោទកភាពដែលពួកយើងបានចូលរួមមកជាមួយគ្នារហូតដល់បានជោគជ័យមកដល់ពេលនេះហើយពួកគាត់ពិតជាធ្វើបានល្អទាំងការចូលរួមជាមួយក្រុមការងារហើយទាំងចែករំលែកទៅដល់បងប្អូនហើយបាននិយាយពីចំណាប់អារម្មណ៍ទៅលើបងប្អូនដែលគាត់បានចូលរួមវិញគឺពិតជាមានការស្វាគមន៍ដ៏កក់ក្ដៅហើយបើស្លឹងមើលតាមថ្នាក់នៅពេលដែលយើងចែករំលែកវិញគឺពួកគាត់ថាយកចិត្តទុកដាក់ហូរគាត់ចូលឆ្លើយសំណួរសួរសំណួរហើយនិយាយទៅគឺសកម្មភាពនេះគឺសប្បាយចិត្តហើយគាត់ថាវាពិតជាបានជោគជ័យមកដល់កម្រិតនេះហើយយើងមកពីវិទ្យាល័យTrain platforms a stage of grief. Whistle cuts like a phantom thief. Tickets say west, but my soul screams east, where your laughter still hangs in the breeze. Pocket holds your final note, ink smudged where your teeth
crossroads.